សូមគោរពនមស្ការចំពោះគុណបរតនត្រ័យដោយសេចក្តីគោរពដ៏កំពង់កំពស់និងសូមគោរពព្រះឧបជាដែលជានាទីព្រះចៅអធិការវត្តកូរិចបុរីហើយនាទីជាព្រះឧបជានៅក្នុងវត្តកូរិចបុរីដ៏កំពង់កំពស់សូមគោរពព្រះឧបជារងនិងព្រះចៅអធិការវត្តធម្មយាចាព្រះឧទ្ទេសចាគ្រប់ព្រះអង្គទាំងអស់ដែលបាននិមន្តអញ្ជើញចូលមករួមក្នុងកម្មវិធីបិណ្ឌសម្ពោធឆ្លងនៅពុទ្ធិកសិក្សាព្រមទាំងសាលាកាត់នេះឲ្យឈ្មោះសាមណកតក៏បានខាងលើនឹងឲ្យឈ្មោះថាហូតត្រៃព្រោះខាងលើចន្ទទី1គឺតម្កល់នៅបត្រៃវេដកមួយចប់អត្តកថាមួយចប់និងកម្មវិជ្ជសូរិយាមួយចប់បញ្ជាក់ឲ្យតាំងខាងលើទុកជាហូតត្រៃដែលប្រសង់សិក្សារៀនសូត្រចប់បែរឡើងទៅមើលការរៀនសូត្របត្រៃវេដកក៏បានអត្តកថាក៏បានហើយនឹងកម្មវិជ្ជសូរិយាក៏បាននឹងចៅស្រេចជាង10ឆ្នាំមកហើយមិនតាន់បានធ្វើដោយរអាក់រអួលយើងកសាងយូរខ្ញុំប្រកាសណាមានសេចក្តីរីករាយត្រេកអរចំពោះយាយតាពុទ្ធបរិស័ទទាំងអស់បានលើបិណ្ឌនេះក៏បានអញ្ជើញចូលមករួមក្នុងកម្មវិធីបិណ្ឌនេះយ៉ាងកក្រឹកកក្រែងដូច្នេះសូមចម្រើនពរនិងអរគុណយ៉ាងក្រៃលែងចំពោះពុទ្ធបរិស័ទហើយក្នុងនាទីពេលនេះខ្ញុំកណ្ណានឹងរៀបរាប់អំពីការធូបបិណ្ឌនេះមិនមែនខ្ញុំកណ្ណាអាត្មាភាពតែមួយអង្គទេគឺដោយសារអាស្រ័យពុទ្ធបរិស័ទហើយប្រសង់គ្រប់ព្រះអង្គជួយជ្រោមជ្រែងក្នុងកម្មវិធីនេះទើបការកសាងមកស្រះក្តីកសាងបន្ទប់ទឹកបន្ទប់អនាម័យ22បន្ទប់កសាងសពាននាគរាជកសាងប្រាសាទទាំង4តម្កល់ស្ដេចទេវតាទាំង4មានប្របាទកវីរៈប្របាទថតរដ្ឋៈប្របាទវិរូបខៈនិងប្របាទវិរុហកៈកសាងប្រាសាទតម្កល់ទឹកតម្កល់យេងហេងធន័យទាំងពីរនិងកសាងអាស្រមព្រះមនីសីមានតម្កល់ព្រះមនីសីដូនអនដូនសានដូនអិនដូនសុខព្រោះយាយទាំង4នេះជាអ្នកបានរៀនទឹករៀនដីរៀនខឿនកោបរិយគូសាស្រីទុកូនចៅសប្ថ្ងៃដូច្នេះខ្ញុំក៏បានរៀបដើម្បីនឹងកសាងឲ្យហើយស្រេចអីបង្គោលភ្លើង108ដើមរាជវត្តជុំវិញមកស្រះក្រៅថ្មជុំវិញមកស្រះធ្វើសួនច្បារជុំវិញមកស្រះខាងកណុកខាងក្រៅដោយវត្តខ្ញុំមកកាលណានឹងវិចិត្រអៀតបើដូចជាឲ្យធ្វើដូចជាដើម្បីឲ្យទូលំទូលាយក្នុងពេលដែលយើងធ្វើបន់ទានម្ដងដល់នឹងមានការធំទូលំទូលាយដូចជាអាស្រ័យលើពុទ្ធបរិស័ទប្រសង់ទើបបានកសាងនៅសមិទ្ធផលនានានេះបានសម្រេចជោគជ័យតាមពិតទៅការកសាងនោះអស់ច្រើនមកតានិយាយច្រើនទៅទីរដ្ឋាភិបាលកាសវិណាបានលុយវិណាច្រើនហើយដាក់ទៅ9កោតបានហើយបើតាមពុទ្ធហ្នឹងបើ19កោតជាងណាយាយតាពុទ្ធបរិស័ទមិនតិចទេមកប៉ុន្តែនិយាយទៅ9កោតបានហើយតិចគេស្រាវជ្រាវសួរហើយបើដូចជាងឲ្យពិបាកគ្រាន់តែនិយាយ9កោតជាងបានហើយថ្ងៃនេះក៏អាស្រ័យពុទ្ធបរិស័ទដឹងថាធូបបិណ្ឌហើយក៏នាំគ្នាចូលជាកុសលហើយការចូលកុសលនោះច្រើនគ្នាខ្លះ100លានខ្លះ50ខ្លះ70រួមអស់បាន376លានរៀលនឹងប្រហែលថ្ងៃនេះហើយការបានតោះនេះអាត្មាឃើញការចូលកុសលមានសទ្ធារបស់យាយតាពុទ្ធបរិស័ទបានអាត្មាចំណាយទាំងអស់ទ្រព្យទាំងអស់ហ្នឹងជាវនៅប៉ាន់តែ1100ប៉ាន់តែជាវនៅកន្សែង1600ជាវនៅថ្នាំដុតថ្មី1600ប្រអប់ជាវនៅសាប៊ូ1600ដុំហើយនឹងមានតំណប់ជើង1100មានកំបិតកលជាដើមដើម្បីថ្វាយប្រគេនដល់ព្រះសង្ឃ1100អង្គហើយនៅសល់500នោះជូនយាយតាពុទ្ធបរិស័ទដែលលោកគុំគ្រូកុមារហ្នឹងលោកបាទចែកចែងថា500នាក់មកជួយបើចឹងហើយ500ហ្នឹងជួយដល់ពុទ្ធបរិស័ទយើងបានមកជំនួយបិណ្ឌដូច្នេះរួមការកសាងទិញប្រដាប់ប្រដាអស់ហ្នឹងអស់350លានមានតាំងត្រៃ120ចំហៀងត្រៃផងនឹងថ្វាយប្រគេនព្រះសង្ឃ
ហើយយកនេះកាន់តែនិមន្តប្រសង់ដើម្បីមកសំដែងកំសាន្តហៅតាវត្តរាមគ្រូកុមារហ្នឹងគាត់ថា100អង្គមកដឹង100ម៉ានដឹងហ៎100ក្នុង100ហ្នឹងថ្លៃប្រគេនមួយអង្គបានតែ500ទេដល់យប់ស្អែកពុទ្ធាសេកថ្លៃប្រគេនមួយអង្គ1លែននិងត្រៃចវរមួយចំហៀងដល់ថ្ងៃទី7កើតហ្នឹងថ្លៃប្រគេនមួយសង្ឃ1100អង្គក្នុង1000ហ្នឹងថ្លៃប្រគេនមួយសង្ឃបាន1លែនហើយនឹងគ្រឿងសម្ភារៈមួយពង្វិចព្រមទាំងប្រសង់ដែលធ្វើកិច្ចការងារមន្ត្រីសង្ឃថ្លៃប្រគេនមួយអង្គ2លានព្រមទាំងវិចារតិកាអានឹងសូមប្រកាសជំរាបពុទ្ធបរិស័ទឲ្យបានជ្រាបទាំងប្រសង់ដែលបានមានសទ្ធាជ្រះថ្លាជួយជ្រោមជ្រែងក្នុងកម្មវិធីបន់នេះឲ្យទីជាបន់ក៏គ្រឹកក្រកែងយើងហៅថាបន់ឆ្លងដើម្បីថ្លៃប្រគេនដល់ប្រសង់ហើយដូច្នេះដោយពុញ្ញកម្មដែលខ្ញុំក្តីពុទ្ធបរិស័ទក្តីបានធ្វើបន់ឡើងក្នុងថ្ងៃនេះសូមឧទ្ទិសមហាកុសលជូនដល់បព្វការីច័ន្ទមានញោមប្រុសរបស់ខ្ញុំពនាមសើងញោមស្រីពនាមធួនបងពនាមខាខាវសុកស្វេតសមេតបង្អើនិងប្អូនផាដូនតាញាតិកា7ស្ដាងខាងញោមប្រុសដូនតាញាតិកា7ស្ដាងខាងញោមស្រីព្រមទាំងវីរៈបរោះវីរៈសមណៈវីរៈមហាក្សត្រវីរៈបរោះមានលោកតាសឹងគុយជាដើមបានពលីជីវិតចំពោះជាតិពុទ្ធសាសនាព្រមទាំងវីរៈសាមណៈមានបដិគុណប្រាស់សម្ដេចសង្ឃជាអង្គជាច្រើនអង្គមានសម្ដេចសង្ឃជួនណាតហើយព្រះអង្គវិជាទាំងអស់នៅក្នុងកម្ពុជាក្រមយើងទាំងមូលបានពលីជីវិតចំពោះជាតិពុទ្ធសាសនាពិសេសគឺបដិគុណពនាមកែបដែលព្រះអង្គបានរើវត្តពីទីអង្គរខាងលិចចូលមកនៅក្នុងកោបរិយយើងនេះពនាមកែបនិងពនាមទេពពនាមកេះសើងសោមគឺជីមលីម៉ាំងពនាមលីម៉ាំងនឹងជាជីមចប់ហើយពនាមឈឿនពនាមមិចពហុសោតរួមទាំងអស់បានជួយកសាងនៅវត្តអារាមដល់បានដល់សប្តាហ៍ថ្ងៃនេះព្រមទាំងវិរៈនារីមានដូនអនដូនសានដូនអិនដូនសក់ដែលមានរៀនទឹករៀនដីបានជីកស្រះគូស្រីទុកឲ្យកូនចៅយើងសប្តាហ៍ថ្ងៃដូច្នេះខ្ញុំសូមទឿមហាកុសលជូនដល់មានគុណទាំងអស់សូមអស់លោកណាត់ទទួលបានកុសលក្នុងថ្ងៃនេះបានរួចចាត់បានសោយសុគតិភពហើយនឹងមានលទ្ធិបារមីពុទ្ធសាសនាថេសាពុទ្ធបរិស័ទថេសារូបកាយយើងខ្ញុំទាំងឡាយឲ្យបានសេចក្តីសុខចម្រើនប្រកបដោយសុខភាពល្អបរិបូរណ៍ហើយនឹងថ្វាយប្រគេនជូនដល់ប្រទេពគុណព្រះឧបជាព្រមទាំងព្រះឧបជានានវត្តនិងព្រះឧបជារងព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់មានបច្ចាតិកាព្រះពហុសោតធម្មយាចាទេសចាប្រការណាគ្រប់ព្រះអង្គទាំងអស់ទទួលនៅបនកុសលនេះប្រកបដោយពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈនិងមានបញ្ញាវៃឆ្លាតដើម្បីទ្រទ្រង់នៅពុទ្ធសាសនាគ្រប់5000ប្រវសា ហើយឧទ្ទិសមហាកុសលជូនទៅដល់បុព្វការីច័ន្ទរបស់អស់លោកជាតាពុទ្ធបរិស័ទទាំងអស់ទទួលបានកុសលដូចជាខ្ញុំប្រកាសណាអាត្មាភាពហើយនៅប្រសិទ្ធិពរជូនដល់យាយតាពុទ្ធបរិស័ទទាំងអស់មានសទ្ធាជ្រះថ្លាក្នុងថ្ងៃនេះសូមឲ្យបានប្រកបដោយពុទ្ធពរប្រាមការយុវណៈសុខៈពលៈនិងបដិភាណៈកំបីឃ្លៀងឃ្លាតឡើយហង